គួរតែជាការកសាងជោគជ័យបង្កើតស្នាដៃលោកអានក៏មិនដឹងថាខ្ញុំធ្វើបែបនេះត្រូវឬខុសនោះទេអ្វីនិយាយម្ដងទៀតមើលពិតប្រាកដមែនចាស់បរិះដែលភ្នាក់ងារយើងបញ្ជូនទៅប្រទេសខាងត្បូងបានបញ្ជូនព័ត៌មានមកថាស្ដេចក្រាញ់សែមិនទាន់ស្លាប់ទេហើយជាងនេះទៅទៀតព្រះស្នំខាងលិចរបស់អធិរាជនីស៊ីណានៃប្រទេសខាងត្បូងគឺជារាជវង្សស្ដេចក្រាញ់លើកនេះវីវហើយព្រះអង្គមិនបាច់ព្រួយបារម្ភទេកងទ័ពពិសេសនៃមហាឌីនរបស់យើងត្រូវបានហ្វឹកហ្វឺនយ៉ាងល្អរៀបចំរួចរាល់ដើម្បីប្រឆាំងនឹងទ័ពទង់នៃប្រទេសខាងត្បូងមន្ត្រីចាស់របស់ស្ដេចក្រាញ់ក៏ត្រូវបានបំបែកទៅតាមកងទ័ពផ្សេងគ្នាដែរទោះបីជាអ្នកទាំងពីរខុបខិតគ្នាក៏មិនអាចបង្កើតជារលកអ្វីបានដែរនិយាយរួចហើយថាដឹងរឿងដែលគេមិនមែនជាស្ដេចក្រាញ់យូរហើយមិនក៏អាចយកគេធ្វើជាព្រះស្នំពិតប្រាកដទៅកើតមិនល្អទេស្រីពីស្គូឈូអានមុខជាទម្លាក់កំហឹងដែលស្អប់ខ្ពើមអស់រយៈពេល10ឆ្នាំមកលើរូបគេជាមិនខានស្រែកទៅទោះបីជាអ្នកស្រែកដាច់បំពង់ក៏គ្មាននរណាមកជួយអ្នកដែរទទួលរាជសាររបស់យើងប្រមូលកងទ័ព30,000 នាក់វាយប្រហារទៅលើប្រទេសខាងត្បូងភ្លាមយើងនឹងដឹកនាំកងទ័ពដោយផ្ទាល់កងទ័ពវាយប្រហារទៅលើប្រទេសខាងត្បូងភ្លាមយើងនឹងដឹកនាំកងទ័ពដោយផ្ទាល់ពីហេងក្នុងពេលដែលមកដល់ហើយហេតុអ្វីត្រូវធ្វើដូចជាអណ្ដើកសំងំនៅក្នុងនេះទៅវិញព្រះរាជសារនៃអធិរាជធានឆឹងព្រះរាជិនីនៃប្រទេសខាងត្បូងមើលងាយមនុស្សហួសហេតុពេកហើយដូច្នេះបានជាចាត់តាំងអាគមហាសេនាបតីដឹកនាំទ័ព30,000 នាក់មកទីនេះដើម្បីចាត់ការអ្នកទាំងអស់គ្នាអ្វីទៅខ្ញុំគឺជាហេងផែនការបញ្ឆោតស្ត្រូវព្រះបិទតុលាទ្រាំសិនទៅយើងនឹងទៅជួយអ្នកឲ្យរួចផុតពីជំរកបិសាចនេះអណាស់ចង្កេះមួយនេះរំបានល្អច្រើនរំមួយទៀតមកទោះបីជាចង់ត្រឡប់ទៅឈិនជីវិញខ្លាំងណាស់ក៏ប៉ុន្តែជីវិតនៅប្រទេសខាងត្បូងនេះប្រណិតពេកហើយរាល់ថ្ងៃគេងភ្ញាក់តាមចិត្តថែមទាំងមិនបាច់ព្រួយបារម្ភរឿងអ្វីទាំងអស់គ្រាន់តែមិនដឹងថាតើយេហេងឥឡូវនេះយ៉ាងម៉េចហើយទេនៅពេលដែលគ្មានការព្រួយបារម្ភក្នុងចិត្តគេច្បាស់ជាសប្បាយចិត្តណាស់ហើយគេខ្វល់ខ្វាយពីអ្នករហូតដល់ស្រក់ទឹកភ្នែកហូបចុកមិនឆ្ងាញ់គេងមិនលក់គិតថាអ្នកកំពុងរងទុក្ខនៅក្នុងនរកតែអ្នកបែរជាមកមើលប្រុសរំនៅទីនេះទៅវិញបងស្រីអ្នកស្លាប់ប្រាកដហើយពិតជាមិនចង់ប្រឹងប្រែងទៀតទេគ្មានញាតិត្រូវពិនិត្យគ្មានឃាតករត្រូវសម្លាប់ថែមទាំងមានប្រុសស្អាតមមួននៅប្រទេសខាងត្បូងរំជូនមើលទៀតឆ្ងល់អីតែខ្សាត់សៀវវាងក៏សាងស្រាស្រានឹងព្រៃសាច់គឺសួរជួយមែនទេតើខ្ញុំមិនបានប្រាប់ថាមិនបាច់មកបម្រើទេព្រះអង្គហេតុអ្វីបានជាព្រះអង្គនៅទីនេះពិតមែនហើយក្មេងស្រីរូបនេះតែងតែពុតធ្វើជាស្ដេចក្រាញ់រហូតមកតើចម្លែកអីដែលយើងព្រះបិទតុលារស់នៅបានសប្បាយណាស់តើព្រះអង្គស្ដាប់ទូបង្គំពន្យល់សិនទូបង្គំត្រូវបានគេបង្ខំទេទូបង្គំនៅប្រទេសខាងត្បូងរាល់ថ្ងៃត្រូវបានគេបង្ខំឲ្យមើលក្រុមប្រុសស្អាតល្វែងលើទាំងនោះត្រូវបានគេបង្ខំឲ្យរស់នៅក្នុងស្រាស្រានឹងព្រៃសាច់នេះរហូតដល់ចិញ្ចឹមខ្លួនឯងឲ្យថត់មួយជុំតើចង្កេះរបស់ក្រុមប្រុសទាំងនោះពិតជាមើលទៅល្អមើលណាស់មែនទេព្រះអង្គទូបង្គំមិនបានមើលទេទូបង្គំគ្រាន់តែមើលក្នុងន័យសិល្បៈប៉ុណ្ណោះព្រះបិទតុលារស់នៅសប្បាយណាស់យើងនៅមហាឌីននឹកគិតដល់អ្នករហូតស្ទើរតែឈួតស្ទើរតែត្រូវល្បាតនៃប្រទេសខាងត្បូងប្រទេសឃើញរួចផុតពីសេចក្តីស្លាប់ដោយព្រាបប៉ុន្តែអ្នកបែរជាមកសប្បាយរីករាយនៅទីនេះទៅវិញតើធ្លាប់គិតដល់យើងខ្លះទេអធិរាជតូចរូបនេះសុខចិត្តប្រថុយគ្រោះថ្នាក់ចូលមកទីនេះដើម្បីខ្ញុំមែនទេព្រះអង្គទូបង្គំថ្ងៃមុខលែងហ៊ានមើលទៀតហើយគ្មានថ្ងៃមុខទៀតទេឬមួយក៏ទៅជាមួយយើងឬមួយក៏យើងនឹងរំលោភអ្នកនៅទីនេះសម្រាប់អ្នកហើយធ្វើស៊ីអ្នកឲ្យស្អាតជាហេងម្នាក់នេះពិតជាអធិរាជតូចដែលខ្ញុំស្គាល់មែនឬ
អធិរាជនេមហាឌីនមកទស្សនាក្រោយរាជវាំងរបស់យើងនៅពេលអាទិត្យហើយនាំយកព្រះស្នំខាងលិចរបស់យើងទៅរឿងនេះបើលេចជឿទៅខាងក្រៅប្រហែលជាខុសទំនងហើយមើលទៅប្រទេសខាងត្បូងសម្ដីធំខ្យល់ក្បាលណាស់ស្ដេចក្រាញ់របស់យើងតើអ្នកអាចយកធ្វើជាព្រះស្នំបានដោយរបៀបណានៅមុខរីករាំងកាលពីថ្ងៃនោះអធិរាជនីនៃប្រទេសខាងត្បូងប្រហែលជាភ្លេចសញ្ញារបស់ខ្លួនឯងហើយមនុស្សយើងចាប់ខ្លួនឲ្យអស់ដងសាំងចាំបន្តិចសិនតើអ្នកទាំងពីរអាចស្ដាប់មតិរបស់ខ្ញុំបន្តិចបានទេល្អហើយព្រះអង្គទាំងពីរព្រមចរចាសន្តិភាពនោះគឺជាការល្អបំផុតហើយកាលពី3ជំនាន់មុនពួកយើងសុទ្ធតែជាកូនម្ដាយតែមួយហេតុអ្វីត្រូវប្រឈមមុខដាក់គ្នាវាប្រហារគ្នាស្លាប់រស់បែបនេះព្រះស្នំនិយាយត្រូវណាស់មនុស្សក្រៅកំពុងតែសម្លឹងមើលនាពេលបច្ចុប្បន្នការរួមបាក់ពួកប្រឆាំងស្ទើរខាងក្រៅទើបជាការសំខាន់រួមបាក់ពួកអាចធ្វើបានប៉ុន្តែក្រុងទាំង3នៅភាគខាងត្បូងដើមឡើយជាទឹកដីនៃមហាឌីនដាច់ខាតយើងមិនលះបង់សំបីតែមួយចំអាមឡើយអូអញ្ចឹងខ្ញុំរឹតតែចង់បានឥទ្ធិពលនេះពិតជាខ្លាំងក្លាណាស់លោកអានលោកពិតជាបង្រៀនបានសិស្សល្អ2នាក់មែនក្រុងទាំង3នៅភាគខាងត្បូងគឺជាបន្ទាត់ព្រំដែននៃមហាឌីនក្រៅពីនេះប្រសិនបើអ្នកចង់បានអ្វីអាចស្នើសុំបានព្រះអង្គមានបន្ទូលពាក្យសច្ចៈមែនទេឲ្យតែមិនមែនជាក្រុងទាំង3អ្វីក៏ព្រមដែរយើងនិយាយម៉ាត់ណាគឺម៉ាត់នឹងល្អណាស់ក្រុងទាំង3ខ្ញុំអាចមិនយកក៏បានខ្ញុំនឹងស្ដេចត្រាញ់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកប្រសិនបើព្រះអង្គអាចទទួលស្គាល់អាពាហ៍ពិពាហ៍មួយនេះបានក្រុងទាំង3ខ្ញុំអាចមិនយកបានអ្នកគុំសង្ឃឹមឲ្យសោះព្រះអង្គគុំប្រញាប់សម្រេចចិត្តអីអូកិច្ចព្រមព្រៀងមួយនេះមើលទៅយ៉ាងណាក៏ព្រះអង្គចំណេញដែរលើកលែងតែព្រះអង្គនៅតែមានចិត្តលើព្រះបិទតុលារបស់ព្រះអង្គអ្នកដឹងច្បាស់ថាគេមិនមែនទេខ្ញុំច្បាស់ជាដឹងហើយមិនត្រឹមតែប៉ុណ្ណោះខ្ញុំថែមទាំងដឹងថាការដែលព្រះអង្គហៅថាស្រឡាញ់ស្ដេចត្រាញ់ខ្លាំងក្លានោះគ្រាន់តែជាល្ខោនដែលព្រះអង្គសម្ដែងដើម្បីដណ្ដើមអំណាចប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាព្រះអង្គដូចជាចូលទូជ្រៅពេកហើយគ្មានទេអ្នកគ្មានទេអញ្ចឹងព្រះអង្គមិនគិតពីសុវត្ថិភាពខ្លួនឯងនាំតបមកបុកទ្វារវាំងខ្ញុំនៅពេលអាធិរាជទាំងដែលក្នុងចិត្តចង់សម្លាប់ខ្ញុំជាកង់ប៉ុន្តែឥឡូវនេះបែរជាមកអង្គុយចរចាជាមួយខ្ញុំនៅទីនេះទៅវិញយើងគឺដើម្បីតបស្នងព្រះអង្គគួរតែសួរចិត្តខ្លួនឯងឲ្យច្បាស់សិនទៅជួនដំណើររក្សានៃប្រទេសខាងត្បូង恭送南国陛下ហើយសៀអ្នកថាព្រះអង្គនៅខាងក្នុងម្នាក់ឯងយូរប៉ុណ្ណាហើយប្រហែលជាព្រះអង្គនៅតែមិនទាន់ភ្លេចស្ដេចត្រាញ់ទេដឹងបើមិននិយាយគ្មាននរណាចាត់ទុកថាអ្នកទេព្រះអង្គនេះជារឿងល្អតាអូរឿងក្រុងទាំង3ប្រជែងគ្នាច្រើនឆ្នាំមកហើយសូម្បីតែអតីតអធិរាជក៏មិនអាចបញ្ចុះបញ្ចូលបានដែរព្រះអង្គមិនបាច់ព្រួយបារម្ភថាស្ដេចត្រាញ់នឹងត្រឡប់មកវិញទេទោះបង្គំព្រមយកជីវិតមកធានាអ្នកមានន័យថាយ៉ាងម៉េចព្រះអង្គ陛下参见摄政王李总统陛下ព្រះអង្គពិតជាគិតមិនយល់មែនមិនបាច់ខំប្រឹងខាតបង់ទាំងកម្លាំងមនុស្សនិងទ្រព្យសម្បត្តិក៏អាចបានក្រុង3ដោយទេអំពើនេះចំណេញទាំងរដ្ឋចំណេញទាំងប្រជាជនតើព្រះអង្គនៅស្ទាក់ស្ទើរអ្វីទៀតអ្នកមកជួបយើងគឺគ្រាន់តែដើម្បីនិយាយរឿងនេះទេបើមិនអញ្ចឹងទេតើព្រះអង្គគ្មានគំនិតវែងឆ្ងាយទេគិតតែពីឈ្មោះទេមនុស្សម្នាក់ដូរយកក្រុង3ទោះបីជាខ្ញុំទៅធ្វើជារបស់អ្នកខាងត្បូងក៏សៀវភៅប្រវត្តិសាស្ត្រមិនសរសេរអាក្រក់ពីខ្ញុំពាក់កណ្ដាលម៉ាត់ដែរល្មមហើយ